ផលិតផលមួយដែលថ្មីដែលជាដំណោះស្រាយសម្រាប់ខ្ញុំមានផលិតផលថ្មីដែលជាជំរើសសម្រាប់លោកគ្រូអ្នកគ្រូផ្ទាល់ក៏ដូចជាអ្នកជំងឺអានីមៀឬ CKD ផ្ទាល់បាទនេះគឺជាអ្វីដែលលោកគ្រូហៅចម្រើនក៏បាននិយាយពីព្រឹកអញ្ចឹងផលិតផលរបស់យើងនេះឈ្មោះ Roxauro ជា molecule ដែលជាពពួក Roxadustat ដែលជា molecule ដំបូងគេនៅក្នុង HIV stabilizer បាទពេលលោកគ្រូបានជ្រាបហើយបញ្ហាតាក់ទងជាមួយនឹងអានីមៀនេះឯងគឺវាមានprevalence កើនឡើងអាស្រ័យទៅលើកម្រិតនៃ CKD របស់អ្នកជំងឺផ្ទាល់អញ្ចឹងអ្នកជំងឺមានបញ្ហា CKD stage កាន់តែខ្ពស់អានីមៀកាន់តែខ្ពស់ដូចគ្នាបាទហើយដូចយើងបានដឹងអញ្ចឹងជាទូទៅប្រមាណជា 76% នៃអ្នកជំងឺដែលមានបញ្ហា CKD គឺគាត់នឹងជួបនៅកង្វះ hemoglobin នេះផ្ទាល់hemoglobin ដូចយើងបានដឹងទាំងអស់គ្នា hemoglobin គឺផលិតឡើងប្រមាណប្រហែលជា85ទៅ 90% ដែលផលិតចេញមកពីតម្រងនោមហើយមានប្រមាណពី10ទៅ 15% ទេដែលផលិតចេញនៅពីថ្លើមក្នុងករណីចាំបាច់អញ្ចឹងសម្រាប់អ្នកជំងឺដែលមានបញ្ហា CKD គាត់ច្បាស់ណាស់គឺមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតនៅ erythropoietin ដែលជាហូម៉ូនសំខាន់សម្រាប់ផលិតនៅ hemoglobin ទេបាទអញ្ចឹងអត្រានៃការកើនឡើងនៃបញ្ហាកង្វះ hemoglobin នេះគឺអាស្រ័យទីមួយទៅលើកត្តាមួយចំនួនធំជាពិសេសគឺលើអ្នកជំងឺទឹកនោមផ្អែមអ្នកដែលមានបញ្ហា hypertension អ្នកដែលមានបញ្ហានៃជំងឺបេះដូងផ្សេងៗរួមទាំងអ្នកដែលមានបញ្ហាជំងឺតម្រងនោមផ្ទាល់របស់ខ្លួនឯងនឹងតែម្ដងតែប៉ុន្តែអ្វីដែលយើងអាសាឃើញច្រើនជាងគេសម្រាប់កត្តាផ្សេងៗទៀតគឺអ្នកកើតច្រើននៅលើស្ត្រីបាទបច្ចុប្បន្ននេះជំរឿសក្នុងការព្យាបាលអានីមៀឬ CKD មាន3ដែលលោកគ្រូហៅចម្រើនក៏បាននិយាយពីមុនមកហើយ treatment ដោយប្រើដៃ treatment ដោយការចាក់បន្ថែមនៅ erythropoietin ទោះ long acting ឬក៏ short acting ហើយចុងក្រោយគេជំរឿសចុងក្រោយបើសិនជា2នឹងបន្តរួចគឺយើងប្រើនៅការបញ្ចូល hemoglobin ឥឡូវនេះយើងមានដំណោះស្រាយថ្មីមួយងាយស្រួលជាងមុនគឺការឲ្យរាងកាយរបស់យើងអាចមានលទ្ធភាពនៅផលិតនៅ erythropoietin endogenous ចេញពីក្នុងខ្លួនរបស់យើងតាម pathway មួយផ្សេងបាទចឹងmolecule នោះឈ្មោះវា Roxadustat ដែលជា HIV stabilizer ដំបូងគេដែលគេរកឃើញហើយមានប្រសិទ្ធភាពក្នុងការជួយឲ្យអ្នកជំងឺផលិតនៅ erythropoietin ហើយនិង hemoglobin ដល់ខ្លួនឯងខ្ញុំមាននិយាយទៅលើ mechanism នេះទេពីព្រោះលោកគ្រូហៅចម្រើនគាត់បាននិយាយព្រឹកមិញហើយអ្វីដែលយើងដឹងនោះគឺការងាយស្រួលប្រើរបស់ Roxadustat ឬក៏ Roxauro នេះគឺយើងមួយអាទិត្យយើងប្រើតែ3ដងទេហើយគឺមិនជាប់គ្នាទេគឺមួយថ្ងៃប្រឡងមួយថ្ងៃហើយយើង start dose fix តែម្ដងសម្រាប់អាស៊ីយើងដូចជាប្រជាជនកម្ពុជាយើងនេះយើង start dose ពី50ទៅបាទសម្រាប់អ្នកដែលមិនទាន់លាងឈាមជាប្រចាំទេគឺយើង start ពីលេខ50ទៅតែបើសិនជាអ្នកលាងឈាមជាប្រចាំយើងប្រើគឺអាស្រ័យទៅលើកម្រិត dose ជាមធ្យមនៃerythropoietin ដែលយើងចាក់បាទអញ្ចឹងសម្រាប់ការបដូរពីថ្នាំចាក់មកថ្នាំគ្រាប់គឺអាស្រ័យទៅលើបរិមាណ dose ជាមធ្យមរបស់ erythropoietinបើសិនបើអ្នកជំងឺនោះត្រូវការប្រើ erythropoietin ខ្ទង់ប្រហែលជា4000ឬក៏5000 unit ក្នុងមួយunit ក្នុងមួយអាទិត្យអញ្ចឹងគាត់អាច start ចាប់ពីលេខ50ទៅបានបាទចាប់ពីលេខ50ឬក៏លេខ70ទៅបានក្នុងករណីដែលអ្នកជំងឺដែលមានបញ្ហា erythropoietin resistant ឬក៏យើងនិយាយថាពួក EPO responsive ទៅលើ erythropoietin ចឹងការប្រើដូសរបស់ថ្នាំគ្រាប់នេះត្រូវការតម្លើងដូសរៀងខ្ពស់ដែរចឹងគឺយើងអាច start ចាប់ពីលេខ100ទៅហើយយើងនឹងអាចធ្វើ titrate ទៅតាមកម្រិតគឺ3 mg ក្នុង1 kg របស់អ្នកជំងឺប៉ុន្តែនៅកន្លែងនេះសម្រាប់អ្នកដែលបដូរពីថ្នាំចាក់មកថ្នាំគ្រាប់ពេលបដូរមកហើយគឺมันអាចបន្តជាមួយនឹងថ្នាំចាក់បានទេបាទមូលហេតុគឺអាចនឹងមានហានិភ័យhypertension ខ្លាំងសម្រាប់អ្នកដែលប្រើថ្នាំបូកបញ្ចូលគ្នាទាំងពីរនេះទី1ទី2มันមានការសិក្សាឲ្យប្រើបញ្ចូលគ្នាទេHIV stabilizer ត្រូវបានដាក់បញ្ចូលទៅក្នុង guideline របស់ KDIGO ឆ្នាំ2026នេះហើយត្រូវបាន recommendation ឲ្យប្រើសម្រាប់ករណីជំងឺមួយចំនួនដោយលោកគ្រូហៅចម្រើនក៏បាននិយាយពីព្រឹកមិញពេលបិទតែវានៅក្នុង second line treatment ជា option ក៏ដោយប៉ុន្តែសម្រាប់ករណីជំងឺមួយចំនួនថ្នាំគ្រាប់នេះគឺជាជម្រើសសម្រាប់ពួកគាត់ឧទាហរណ៍ដូចជាអ្នកជំងឺដែលចាក់ erythropoietin មិនឡើងគ្រាប់ឈាមក្រហមទោះបីយើងកែដែកយ៉ាងណាក៏ដោយយើងតម្លើងដូស erythropoietin ក៏ដោយគាត់មិន response ចឹងអ្នកទាំងអស់នោះគឺជាអ្នកដែលត្រូវបដូរមកប្រើថ្នាំគ្រាប់បាទសម្រាប់ Roxadustat គឺជាប្រភេទ molecule ដែលយើងអាចប្រើមួយអាទិត្យតែ3ដងទេគឺច័ន្ទ
ពុតហើយនឹងសុកឬក៏មួយថ្ងៃប្រឡងមួយថ្ងៃសម្រាប់ប្រសិទ្ធភាពយើងបានធ្វើការសិក្សាជាច្រើនសម្រាប់រោគសាដូស្តាតនេះឬក៏រោគសាអូរ៉ូនេះគឺយើងឃើញតែប្រសិទ្ធភាពដែលបានមកគឺសម្រាប់compareជាមួយនឹង placebo តែម្ដងគឺវាជួយកាត់បន្ថយកុំឲ្យអ្នកជំងឺដែលមាន severe anemia នឹងឯងបញ្ចូលជាតិរហូតដល់ 63% ហើយបើធៀបជាមួយនឹងបរិមាណ hemoglobin ដែលទទួលបានទៅលើអ្នកជំងឺដែលប្រើថ្នាំចាក់ហើយនឹងថ្នាំគ្រាប់ compare ជាមួយនឹងគ្នាគឺស្ថិតក្នុងកម្រិតមួយដូចគ្នាបាទអ្វីដែលយើងឃើញមានជាទូទៅគឺhypertension ដែលជាដែលយើងឃើញញញប់ជាងគេនោះឯងគឺមានប្រហែលគ្នាធៀបជាមួយនឹង placebo ចឹង placebo គឺខ្ទង់ប្រហែលជាrank hazard 1.1 ដូចគ្នាបាទមានការសិក្សាថ្មីមួយនៅចិនគឺសិក្សាទៅលើប្រសិទ្ធភាពហើយនៅ side effect របស់រោគសាដូស្តាតចឹងសម្រាប់រោគសាដូស្តាតរោគសាអូរ៉ូនេះពេលដែលលោកគ្រូប្រើគឺมันមានឃើញ hemoglobin ឡើងភ្លាមមិនមែនប្រើថ្ងៃហ្នឹងហើយអាទិត្យក្រោយឡើងទេដោយសារវាជាប្រភេទថ្នាំគ្រាប់ជាវេត្រាការពេលជាទូទៅគឺក្នុងកំឡុងពេល2អាទិត្យទៅ3អាទិត្យឬក៏4អាទិត្យយើងនឹងឃើញមានបរិមាណ hemoglobin កើនឡើងអញ្ចឹងរបៀបក្នុងការប្រើគឺប្រើហើយក្នុងមួយខែក្រោយត្រូវឲ្យអ្នកជំងឺធ្វើ control hemoglobin សារឡើងវិញបាទដើម្បីយើងទី1យើងដឹងតើឡើងប្រមាណលេខទី2តើយើងគួរ titrate dose យ៉ាងម៉េចហើយក៏សូមបញ្ជាក់កន្លែងនេះដែរដោយលោកគ្រូចម្រើននិយាយព្រឹកមិញ hemoglobin យើងចង់ឲ្យអ្នកជំងឺឡើងក៏ប៉ុន្តែมันអាចឲ្យឡើងលឿនទេអញ្ចឹងជាលក្ខខណ្ឌគឺឲ្យឡើងត្រឹមតែ1ចុចឬមួយក៏2ចុចបានហើយបើសិនជាឡើងលើសពីនឹងគាត់នឹងមានហានិភ័យខ្ពស់នឹងឡើងhypertensionហើយក៏យើងមិនចង់ឲ្យ hemoglobin របស់គាត់ឡើងលើសពី12ដែរវាមិនជាល្អប្រហែលទេសម្រាប់អ្នកដែលមានបញ្ហា CKD បាទអញ្ចឹងយើងឃើញថាក្នុងការប្រើប្រាស់នេះឯងក្នុងរយៈពេលនៃការសិក្សាឃើញថ្នាំគ្រាប់ហើយនឹងថ្នាំចាក់ ESA ទូទៅគឺបានបរិមាណ hemoglobin ប្រហែលគ្នាក្នុង clinical study ខ្លះគេឃើញថ្នាំគ្រាប់ឲ្យ hemoglobin ខ្ពស់ជាងបន្តិចតួចប៉ុន្តែក៏មានអ្នកជំងឺខ្លះមិនអាចប្រើថ្នាំនេះបានដែរទី1អ្នកដែល diagnostic ជាមួយនឹងកង់សែទី2អ្នកដែល cancer free 2ទៅ3ឆ្នាំហើយក៏មិនអាចប្រើថ្នាំគ្រាប់នេះបានដែរដូច្នេះអ្នកដែលមានបញ្ហា anemia ហើយមានកង់សែគឺអាចប្រើបានទេសម្រាប់ស្ត្រីមានផ្ទៃពោះហើយនឹងកូនក្មេងក៏យើងអាចប្រើបានដែរស្ត្រីមានផ្ទៃពោះគឺហាមមិនឲ្យមានប្រើដោយសារយើងមិនមាន clinical study ក្មេងនៅពេលនេះគឺអ្នកក្មេងដែលមានអាយុក្រោម18ឆ្នាំក៏យកអាចប្រើដែរទោះបីជាគាត់ type 1ហើយមាន CKD ក៏ដោយក៏យកអាចប្រើបានដែរអ្នកដែលទើបតែនឹងធ្វើការវះកាត់បដូរកលៀនបដូរតម្រងនោមក៏យើងអត់អាចឲ្យប្រើដែរបាទវាមានហានិភ័យក្នុងការដែលមិនអាចទទួលស្គាល់គ្នាមួយទៀតអ្នកដែលធ្លាប់មានប្រវត្តិ stroke បាទអ្នកដែលមានប្រវត្តិ stroke ក៏ត្រូវប្រយ័ត្នប្រយែងដែរអាចនឹងធ្វើឲ្យមានហានិភ័យ stroke នៅសារឡើងវិញអញ្ចឹងមានប្រភេទ3ក្រុមនៃអ្នកជំងឺនេះអ្នកជំងឺកង់សែដែល diagnostic ជាមួយនឹងកង់សែឬ cancer free ជាមួយនឹងរយៈពេលទាំង2ទៅ3ឆ្នាំក៏មិនអាចប្រើបានក្មេងក្រោម18ឆ្នាំមិនអាចប្រើបានទេអ្នក kidney transplant ក៏អត់ប្រើបានដែរបាទអញ្ចឹង guideline វាមានច្រើនរបៀបក្នុងការប្រើក៏ច្រើនផ្សេងគ្នាតែអ្វីដែលយើងមើលឃើញជាទូទៅនៅជប៉ុនសម្រាប់រោគសាដូស្តានេះគឺគេឲ្យប្រើចាប់ពីគីឡូហ្វិចទៅតែម្ដងគឺចាប់ដូសលេខ50ទៅតែម្ដងសម្រាប់នៅអឺរ៉ុបគឺយើងប្រើលេខ70បាទហើយអ្វីដែលជាលក្ខខណ្ឌក្នុងការប្រើដោយលោកគ្រូហៅចរន្តក៏បាននិយាយពីព្រឹកមិញត្រូវមើល ferritin ត្រូវមើល TSAT ដូចគ្នាហើយក៏ត្រូវ check folic acid ត្រូវ check វីតាមីន B ដូចគ្នាដើម្បីឲ្យប្រកាសថាអ្នកជំងឺមានសមាសធាតុគ្រប់គ្រាន់ដើម្បីចូលរួមផលិត hemoglobin នៅពេលណាដែលថ្នាំនេះជួយផ្ញើ endogenous erythropoietin បាទអញ្ចឹងសរុបមកវិញសម្រាប់ការប្រើប្រាស់ថ្នាំគ្រាប់វាមានភាពងាយស្រួលច្រើនធៀបជាមួយនឹងថ្នាំចាក់ដោយអ្នកជំងឺអាចយកទៅលេបនៅផ្ទះបានយើងប្រកាសថាគាត់នឹងអាចមាន erythropoietin ហើយនៅ hemoglobin គ្រប់គ្រាន់ពេលដែលគាត់មកលាងឈាមបន្ទាប់យើងនឹងមានគ្រប់គ្រាន់តាក់ទងជាមួយ hemoglobin អញ្ចឹងជាទូទៅថ្នាំចាក់តែងតែថ្លៃជាងថ្នាំគ្រាប់ដោយសារតែ molecule ថ្នាំចាក់រាងធំត្រូវការ purify ខ្ពស់ត្រូវការប្រើសម្បត្តិនៃផលិតកម្មដែលមានតម្លៃថ្លៃអញ្ចឹងហើយបានជាថ្នាំចាក់ជាទូទៅថ្លៃជាងសម្រាប់ថ្នាំគ្រាប់ដោយរោគសាអូរ៉ូនេះឯងគឺមានតម្លៃរៀងធូរថ្លៃជាងដែលសម្រួលទៅដល់ការព្យាបាលរបស់អ្នកជំងឺដែរបាទអ្វីដែលល្អមួយទៀតនោះគឺមិនចាំបាច់រាល់ពេលដែលប្រើថ្នាំនឹងត្រូវតែបន្ថែមសារជាតិដែរទេបើសិនជា ferritin បើសិនជា iron នៅក្នុងឈាមរបស់គាត់មានកម្រិតស្តង់ដារធម្មតាហើយគឺមិនចាំបាច់បន្ថែមទេតែបើទាបតិចតួចយើងអាចគ្រាន់ supplement ដល់គាត់បានបាទអ្វីដែលជាចំណុចសំខាន់មួយទៀតនេះគឺមិនតាក់ទងជាមួយនឹង inflammation ទេ
ESA គឺមានតំណែងតំណងជិតស្និទ្ធជាមួយនឹង inflammation បើអ្នកជំងឺមានជំងឺ stress មាន inflammation ខ្ពស់ចាក់ ESA ពិបាកក្នុងការឡើង hemoglobin ណាស់តែសម្រាប់រោគសាដូស្តាតនេះគឺมันពាក់ព័ន្ធគ្នាជាមួយនឹងinflammation នេះទោះបីជាគាត់មាន inflammation factor ខ្ពស់ក៏ដោយក៏ថ្នាំនេះនៅតែធ្វើការបានធម្មតាបាទដូចលោកគ្រូលំវឌ្ឍនាគាត់បាននិយាយព្រឹកមិញអញ្ចឹងសម្រាប់បន្លាតរបស់គាត់មួយដែលត្រូវផ្ដល់ឈាមត្រូវដាក់ផ្ដល់ឈាមជាប្រចាំពេលមកលើងឈាមនេះគាត់ឲ្យសាកជាមួយនឹងរោគសាអូរ៉ូនេះគឺឃើញមានគ្រាប់ឈាមកើនឡើងគួរសមដែរបាទអញ្ចឹងខ្ញុំដោយសារពេលវេលាខ្លីខ្ញុំសូមមានខ្លីតែប៉ុណ្្នឹងទេបាទសូមអរគុណច្រើនលោកគ្រូសូម